សួស្តីបងប្អូនខ្ញុំឈ្មោះរតបងប្អូនដឹងអត់ថាកម្ពុជាយើងក៏ជាប្រភពនៃកាហ្វេដែរថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនមកដឹងអំពីប្រភពដើមនៃកាហ្វេរបស់ប្រទេសយើងម្ដងស្ដាប់ដល់ចប់បងប្អូននឹងយល់កាន់តែច្បាស់អំពីកាហ្វេប្រភពដើមនៃកាហ្វេកម្ពុជាតោះយើងធ្វើដំណើរកម្សាន្តតាមដានប្រវត្តិសាស្ត្រនិងការរីកចម្រើននៃវិស័យកាហ្វេកម្ពុជាដែលល្បីល្បាញដោយសារប្រាង្គប្រាសាទអង្គរដ៏អស្ចារ្យវប្បធម៌ដ៏រុងរឿងនិងប្រជាជនដ៏កក់ក្ដៅក៏ជាប្រទេសមួយដែលមានប្រវត្តិនិងសក្តានុពលគួរឲ្យចាប់អារម្មណ៍ក្នុងវិស័យកាហ្វេផងដែរទោះបីជាមិនទាន់មានភាពល្បីល្បាញដូចជាប្រទេសដទៃឬក៏ប្រទេសជិតខាងក្នុងការផលិតកាហ្វេក៏ដោយក៏ដំណាំកាហ្វេបានចាក់ឫសយ៉ាងជ្រៅរឹងមាំនៅលើទឹកដីអង្គរហើយកំពុងតែបន្តរីកចម្រើនដោយផ្ដល់នូវរសជាតិដ៏ប្លែកនិងគុណភាពដ៏គួរឲ្យកត់សម្គាល់វីដេអូនេះនឹងនាំអារម្មណ៍បងប្អូនឲ្យយល់ស៊ីជម្រៅអំពីប្រភពដើមនៃកាហ្វេប្រវត្តិនិងការរីកចម្រើននិងសក្តានុពលនៃកាហ្វេរបស់កម្ពុជាការមកដល់នៃកាហ្វេនៅកម្ពុជាប្រវត្តិនៃការមកដល់នៃកាហ្វេនៅកម្ពុជាមិនមានឯកសារច្បាស់លាស់ណាមួយបញ្ជាក់ពីកាលបរិច្ឆេទប្រាកដនោះទេប៉ុន្តែគេដឹងថាគ្រាប់កាហ្វេត្រូវបាននាំចូលមកប្រទេសនេះក្នុងកំឡុងសម័យអាណានិគមនិយមបារាំងដោយបណ្ដាប្រទេសអាស៊ីបូព៌ាដទៃទៀតដែរនៅដើមសតវត្សទី20បារាំងបានចាប់ផ្ដើមណែនាំដំណាំកាហ្វេជាពិសេសពូជអារ៉ាប៊ីកាទៅកាន់តំបន់ខ្ពង់រាបដែលមានអាកាសធាតុត្រជាក់និងមានដីជីជាតិល្អដែលស័ក្តិសមសម្រាប់ការដាំដំណាំកាហ្វេតំបន់ដាំកាហ្វេសំខាន់ទោះបីជាដំណាំកាហ្វេមិនមានទ្រង់ទ្រាយធំដូចប្រទេសវៀតណាមឬឡាវក៏ដោយក៏មានតំបន់មួយចំនួននៅកម្ពុជាដែលមានលក្ខណៈអំណោយផលសម្រាប់ការដាំដុះកាហ្វេដែលមានគុណភាពមណ្ឌលគិរីខេត្តមណ្ឌលគិរីដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសត្រូវបានគេចាត់ទុកថាជារាជធានីកាហ្វេរបស់កម្ពុជាពងរៀបមណ្ឌលគិរីមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំកម្ពស់ខ្ពស់និងដីភ្លឺដែលផ្ដល់លក្ខណៈដ៏ល្អសម្រាប់ការដាំដុះកាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់កាហ្វេមណ្ឌលគិរីត្រូវបានគេស្គាល់ដោយសាររសជាតិដ៏ទន់ភ្លន់ក្រអូបឈ្ងុយឆ្ងាញ់និងមានជាតិអាស៊ីតស្រាលរតនគិរីស្ថិតនៅជិតមណ្ឌលគិរីខេត្តរតនគិរីមានលក្ខណៈអំណោយផលសម្រាប់ការដាំដុះកាហ្វេផងដែរទោះបីជាមិនសូវល្បីល្បាញដូចមណ្ឌលគិរីក៏ដោយក៏កាហ្វេរតនគិរីកំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងដោយសាររសជាតិដ៏ប្លែករបស់វាដែលជារឿយៗមានលក្ខណៈរាងដីបន្តិចនិងក្លិនក្រអូបបែបព្រៃភ្នំខេត្តបៃលិនដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសក៏មានប្រវត្តិយូរលង់ក្នុងការដាំដុះកាហ្វេរូបស្នាផងដែរកាហ្វេបៃលិនត្រូវបានគេស្គាល់ដោយសាររសជាតិខ្លាំងជូរចត់និងមានកម្រិតកាហ្វេអ៊ីនខ្ពស់ដែលពេញនិយមសម្រាប់អ្នកដែលចូលចិត្តកាហ្វេដែលមានរសជាតិធ្ងន់តំបន់ផ្សេងទៀតការដាំកាហ្វេក៏មានវត្តមាននៅក្នុងខេត្តមួយចំនួនទៀតផងដែរក្នុងទ្រង់ទ្រាយតូចៗដូចជានៅតំបន់ខ្ពង់រាបនៃខេត្តកំពតនិងកោះកុងការប្រែប្រួលវិស័យកាហ្វេកម្ពុជាវិស័យកាហ្វេកម្ពុជាបានឆ្លងកាត់ការប្រែប្រួលជាច្រើនដំណាក់កាលសម័យអាណានិគមការដាំកាហ្វេត្រូវបានផ្ដួចផ្ដើមឡើងដោយបារាំងប៉ុន្តែទ្រង់ទ្រាយនៃការដាំដុះនៅពេលនោះនៅមានកម្រិតសម័យសង្គ្រាមស៊ីវិលនិងរបបខ្មែរក្រហមវិស័យកាហ្វេបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងកំឡុងពេលនេះដោយសារការរំខានដល់សេដ្ឋកិច្ចនិងការផ្លាស់ប្ដូរប្រជាជនចំការកាហ្វេជាច្រើនត្រូវបានបោះបង់ចោលនិងត្រូវបានបំផ្លាញការងើបឡើងវិញក្រោយសង្គ្រាមបន្ទាប់ពីសន្តិភាពត្រូវបានស្ថាបនាឡើងវិញវិស័យកាហ្វេបានចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងដោយមានការខិតខំប្រឹងប្រែងពីកសិករនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងការស្ដារចំការនិងលើកកម្ពស់បច្ចេកទេសដាំដុះការរីកចម្រើននាពេលបច្ចុប្បន្នក្នុងប្រមាណឆ្នាំចុងក្រោយនេះវិស័យកាហ្វេកម្ពុជាបានបង្ហាញសញ្ញានៃការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយមានការកើនឡើងនៅចំនួនកសិករដែលចាប់អារម្មណ៍លើការដាំកាហ្វេដែលមានគុណភាពខ្ពស់និងការលេចឡើងនៅហាងកាហ្វេឯករាជ្យជាច្រើនដែលគាំទ្រកាហ្វេក្នុងស្រុកកាហ្វេកម្ពុជាចាប់ផ្ដើមទទួលបានការទទួលស្គាល់កាន់តែច្រើនឡើងនៅទូទាំងប្រទេសនិងលើឆាកអន្តរជាតិដោយសាររសជាតិដ៏ប្លែកនិងការខិតខំប្រឹងប្រែងឆ្ពោះទៅរកនិរន្តរភាពពូជកាហ្វេដែលត្រូវបានដាំដុះពូជកាហ្វេសំខាន់ដែលត្រូវបានដាំដុះនៅកម្ពុជារួមមានពូជអារ៉ាប៊ីកាដែលពេញនិយមបំផុតសម្រាប់ការដាំដុះនៅតំបន់ខ្ពង់រាបដូចជាមណ្ឌលគិរីដោយសារគុណភាពរសជាតិដ៏ល្អរបស់វាពូជអារ៉ាប៊ីកាដែលគេឃើញជាទូទៅរួមមានថាពីកាប៊ឺប៊ុនកាតារ៉ានិងកាទីម៉័ររ៉ូប៊ូស្តាត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតំបន់ទំនាបដូចជាបៃលិនដោយសារភាពធន់នឹងអាកាសធាតុនិងជំងឺរបស់វារ៉ូប៊ូស្តាត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់លាយជាមួយនឹងកាហ្វេបែបប្រពៃណីពូជកូនកាត់ផ្សេងក៏មានដាំដុះពូជកូនកាត់មួយចំនួនផ្សេងទៀតផងដែរដែលត្រូវបានបង្កើតឡើងដើម្បីផ្សំបញ្ចូលគុណសម្បត្តិនៃពូជអារ៉ាប៊ីកានិងរ៉ូប៊ូស្តាជាមួយពូជកាទីម៉័រដែលមានភាពធន់ជាងមុនសក្តានុពលនិងអនាគតវិស័យកាហ្វេកម្ពុជាមានសក្តានុពលដ៏ធំធេងសម្រាប់ការរីកចម្រើននាពេលអនាគតកត្តាដែលរួមចំណែកដល់សក្តានុពលនេះរួមមានលក្ខណៈធម្មជាតិអំណោយផលតំបន់ខ្ពង់រាបមួយចំនួនមានអាកាសធាតុនិងដីដែលស័ក្តិសមសម្រាប់ការដាំដុះកាហ្វេដែលមានគុណភាពខ្ពស់ការកើនឡើងនៃចំណាប់អារម្មណ៍លើកាហ្វេពិសេស specialty coffee អ្នកផឹកកាហ្វេកាន់តែច្រើនកំពុងស្វែងរកកាហ្វេដែលមានរសជាតិប្លែកនិងគុណភាពល្អដែលកាហ្វេកម្ពុជាអាចប្រកបបានការគ្រប់គ្រងពីស្ថាប័នរដ្ឋនិងអង្គការនានាមានការកើនឡើងនៃការគ្រប់គ្រងពីរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកាហ្វេតាមរយៈការបណ្ដុះបណ្ដាលកសិករការកែលម្អបច្ចេកទេសនិងការជួយក្នុងការស្វែងរកទីផ្សារ
ការរីកលូតលាស់នៃទីផ្សារក្នុងស្រុកការកើនឡើងនៃចំនួនហាងកាហ្វេឯករាជ្យនិងការយល់ដឹងកាន់តែច្រើនអំពីកាហ្វេក្នុងស្រុកកំពុងបង្កើតទីផ្សារដ៏រឹងមាំសម្រាប់កាហ្វេកម្ពុជាទោះជាយ៉ាងណាក៏ដោយវិស័យកាហ្វេកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនដូចជាទិន្នផលទាបកង្វះបច្ចេកទេសកែច្នៃកម្រិតខ្ពស់និងប្រជែងពីបណ្ដាប្រទេសកាហ្វេធំៗការដោះស្រាយបញ្ហាទាំងនេះនឹងតម្រូវឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងកសិករអាជីវករអ្នកកែច្នៃរដ្ឋាភិបាលនិងអ្នកប្រើប្រាស់ប្រភពដើមនៃកាហ្វេកម្ពុជាគឺជាដំណើររឿងនៃការតស៊ូការងើបឡើងវិញនិងសក្តានុពលដ៏ភ្លឺស្វាងការគ្រប់គ្រងកាហ្វេកម្ពុជាមិនត្រឹមតែជាការរីកចម្រើននិងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់កេរដំណែលកសិកម្មនិងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាផងដែរអរគុណបងប្អូនសម្រាប់ការតាមដានសង្ឃឹមថាបងប្អូនបានយល់និងទទួលបានចំណេះដឹងបន្ថែមអំពីប្រភពនៃកាហ្វេកម្ពុជាសម្រាប់ការលើកខ្វះខាតសូមបងប្អូនការកាន់តែនិងអធិស្ឋានជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណជម្រាបលា